ទិដ្ឋភាពខាងជើងវត្តមានផ្លូវមានដើមឈើយើងបានជីកកកាយធ្វើជាផ្លូវមានមួយខ្សែកណ្ដាលនេះហើយពីរខ្សែខាងមុខហ្នឹងនិងខាងនេះមួយខ្សែហើយខាងនោះមួយខ្សែដែរនេះកាយវិដីគេនៅឃើញមានទឹកមានក្លុកមានអីហ្នឹងកាយមកគុំធ្វើជាផ្លូវអត់បានចាក់ទេយើងប្រើអេសកាកាយតែម្ដងហើយការយើងធ្វើហ្នឹងកាលពីឆ្នាំ2023ហើយដើមឈើក៏ធំបដើឯងខ្ញុំណាបងដើមឈើនេះគឺដើមឈើដោះបដើអមសាងខាងផ្លូវនៅវត្តព្រីងកងឃុំបោះស្បូវស្រុកព្រះខេត្តបន្ទាយមានជ័យ